ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាលោកហ៊ុនសែនបានចេញព្រះរាជក្រឹត្យលុបឈ្មោះឧត្តមសេនីយ៍ត្រីឈៀវម៉ានិនចេញពីក្របខ័ណ្ឌកងយុទ្ធពលខេមរៈភូមិន្ទតាមការស្នើសុំរបស់លោកហ៊ុនម៉ាណែតដោយសារតែការប្រព្រឹត្តខុសឆ្គងនិងវិន័យកងទ័ពយោងតាមព្រះរាជក្រឹត្យដែលសារព័ត៌មាន Cambodia Daily ទទួលបាននៅយប់ថ្ងៃទី8ខែមេសាឆ្នាំ2025បានឲ្យដឹងថានៅថ្ងៃទី4ខែមេសាឆ្នាំ2025លោកហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យលុបឈ្មោះឧត្តមសេនីយ៍ត្រីឈៀវម៉ានិនអត្តលេខ037992ចេញពីក្របខ័ណ្ឌកងយុទ្ធពលខេមរៈភូមិន្ទដោយសារការប្រព្រឹត្តខុសឆ្គងនៃវិន័យកងទ័ពប្រពន្ធដដែលបានអះអាងថាការសម្រេចនេះបានធ្វើឡើងដោយផ្អែកទៅលើសេចក្តីស្នើរបស់លោកហ៊ុនម៉ាណែតនិងការពិនិត្យរបស់ក្រុមប្រឹក្សាវិន័យនៃក្រសួងការពារជាតិដែលបានរកឃើញថាឧត្តមសេនីយ៍ត្រីឈៀវម៉ានិនបានប្រព្រឹត្តអំពើមិនសមរម្យប៉ះពាល់ដល់ស្ថាប័ននិងកិត្តិយសនៃកងទ័ពប្រពន្ធដដែលបញ្ជាក់ថាមូលហេតុនៃការដកចេញនៃការលុបឈ្មោះចេញពីក្របខ័ណ្ឌក៏ដោយសារតែឧត្តមសេនីយ៍ត្រីឈៀវម៉ានិនបានបង្ហោះសម្ញែងទ្រព្យសម្បត្តិនិងកាយវិការមិនសមរម្យនៅលើបណ្ដាញសង្គម TikTok បានបង្ហោះវីដេអូជាច្រើនប៉ះពាល់ដល់តួនាទីជានាយករងនាយកដ្ឋានបច្ចេកទេសកងទ័ពជើងអាកាស